ចំណុចដែលខ្ញុំដាក់ក្នុងអារម្មណ៍ហើយខ្ញុំមានការឈឺចាប់ខ្លាំងគឺដំបូងបងអស់ដែលខ្ញុំចូលទៅក្នុងពន្ធនាគារព្រៃសរចាខ្ញុំចូលទៅដល់មន្ត្រីក្នុងហ្នឹងគេធ្វើកំណត់ហេតុគេសួរថាយើងទោសអីហើយខ្ញុំអត់ដឹងថាខ្ញុំគេចាប់មកទោសអីទេពេលភ្លាមហ្នឹងខ្ញុំអត់ទាន់ដឹងហើយគេមិនទាន់ឲ្យក្រុមគ្រួសារឬមេធាវីណាទៅជួបឯហើយគេបោះអាវខៀវមកកាផ្លែអាវបង្កក្រមារាងកាយស្លេកស្លាំងអារម្មណ៍ភ្លេចភ្លាំងនោះគឺជាសកម្មជនដេកធ្លីនៅតំបន់បង្កក់ដែលទើបតែចេញពីពន្ធនាគារកាលពីចុងសប្តាហ៍មុនអ្នកស្រីយ៉ងបុប្ផាបានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន VOD ទាំងទឹកភ្នែកអំពីជីវិតក្នុងពន្ធនាគារតាំងពីថ្ងៃទី4ខែកញ្ញាឆ្នាំ2012អនិច្ចាវាសនាបុប្ផាកំសំរួចឆ្ងាយខ្ចាន់ព្រាន់ចំក្នុងទ្រង់ដែងពេលនឹងបនភ្ងាខំយំខំស្រែងសំទ្រូងស្ទើបែងទ្រង់ដែងចង់រៃអនិច្ចាវាសនាបុប្ផាចងចោលអញ្ញាធម៌បញ្ចោនពូតបងចាំទៅនៅពេលសួរថាតើអ្វីដែលដកជាប់ក្នុងចិត្តអ្នកស្រីខ្លាំងជាងគេពេលកំពុងរស់នៅក្នុងពន្ធនាគារជាង1ឆ្នាំមកនេះអ្នកស្រីយ៉ងបុប្ផាបានហៅស្ថានភាពរស់នៅក្នុងពន្ធនាគារព្រៃសរថាជាភពងងឹតសម្រាប់អ្នកដែលគ្មានកំហុសតែត្រូវកាត់ទោសដោយអយុត្តិធម៌បើតាមអ្នកស្រីអ្នកទោសជាច្រើនអ្នកទៀតដែលអ្នកស្រីជួបពួកគេទាំងនោះទ្រាំរស់ទាំងការឈឺចាប់ដោយសារពួកគាត់ត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ហើយអ្នកខ្លះឈានដល់វិកលចរិតឬធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ក្នុងពន្ធនាគារក៏មានខ្ញុំហៅថាជាមានភ័ព្វសំណាងជាងគេបន្តិចឯដោយសារថាមានសហគមន៍ជាតិអន្តរជាតិបងប្អូនសហគមន៍ផ្សេងហើយក៏មានអ្នកកសែតអីឯករាជ្យជាតិអន្តរជាតិអីគាត់ជួយឃ្លាំមើលជួយទាមទាររកយុត្តិធម៌ជួយផ្សាយឲ្យណាចាប៉ុន្តែជាអកុសលចំពោះអ្នកដែលផ្សេងដែលគាត់គ្មានសំណាងរកយុត្តិធម៌ហើយគាត់ត្រូវគេងឈឺចាប់នៅក្នុងគុកនឹងអស់មួយជីវិតដោយសារថាភាពអយុត្តិធម៌របស់សង្គមរបស់រដ្ឋាភិបាលហ្នឹងចាសកម្មជនដីធ្លីវ័យ30ឆ្នាំជាកូនទី3ក្នុងគ្រួសារដែលមានបងប្អូនប្រុសស្រី4នាក់រូបនេះត្រូវបានឃុំខ្លួនក្នុងបន្ទប់ប្រមាណជា5គុណនឹងជិត20ម៉ែត្រដែលមានអ្នកទោសប្រមាណ100នាក់ពួកគាត់ត្រូវដេកប្រជ្រៀតគ្នាស្ទើរតែប្រែខ្លួនមិនរួចអ្នកស្រីបន្តថារីឯការបរិភោគវិញពេលខ្លះបាយឆៅពេលខ្លះបាយខ្លោចតែគាត់មានវាសនាល្អជាងអ្នកទោសក្រីក្រនៅទីនោះដោយសារមានអង្គការនិងបងប្អូនសហគមន៍បង្កក់ជួយឧបត្ថម្ភទើបគាត់អាចមានថវិកាខ្លះក្នុងការទិញបាយទឹកសម្រាប់បរិភោគញ៉ាំបាយរបបហ្នឹងអត់មានរសជាតិអីទាំងអស់បើអ្នកដែលមានលុយគេអាចឲ្យប៉ូលីសហ្នឹងទៅទិញបើនៅព្រៃសរគេមានកន្លែងលក់ទំនិញគេនៅក្នុងហ្នឹងប៉ុន្តែវាថ្លៃនៅក្នុងហ្នឹងវាថ្លៃស្អីក៏ថ្លៃហើយបើយើងចង់បានអីយើងបានប៉ុន្តែយើងត្រូវប្រើប៉ូលីសឲ្យថ្លៃឈ្នួលប៉ូលីសហ្នឹងទៅទិញឲ្យយើងបន្ទាប់ពីសកម្មជនដីធ្លីរូបនេះជាប់ពន្ធនាគារកូនប្រុសរបស់អ្នកស្រីយ៉ងបុប្ផាឈ្មោះលូសលីហួរអាយុ9ឆ្នាំបានចេញមុខដើរស្រែកស្ទើរតែគ្រប់ទីកន្លែងស្វែងរកការដោះលែងម្ដាយគេចំណែកការសិក្សាមិនបានទៀងទាត់ឡើយអ្នកស្រីយ៉ងបុប្ផាបញ្ជាក់ថាក្នុងពន្ធនាគារមិនមានវិន័យនោះទេហើយអ្នកទោសទាំងនោះមិនទទួលបានការអប់រំឲ្យពួកគេក្លាយជាពលរដ្ឋល្អពេលចេញពីពន្ធនាគារវិញដែរអ្នកស្រីថាមានលុយអាចមានអ្វីគ្រប់យ៉ាងដែលពួកគេចង់បានតែសម្រាប់អ្នកក្រវិញរស់នៅយ៉ាងវេទនាក្នុងពន្ធនាគារខ្វះអនាម័យនិងមិនមានទឹកស្អាតប្រើប្រាស់ធ្វើឲ្យអ្នកទោសជាច្រើនអ្នកធ្លាក់ខ្លួនឈឺមិនសូវមានគ្រប់វិន័យអីត្រឹមត្រូវទេហើយពេលខ្លះហ្នឹងមានមន្ត្រីពន្ធនាគារហ្នឹងយកតាំងពីការគ្រឿងខុសច្បាប់មានស្រាមានបរិយមានជាងការដល់គ្រឿងញៀនទៀតចូលទៅក្នុងហ្នឹងហើយអ្នកទោសអ្នកដែលជាប់ឃុំខ្លះហ្នឹងមាននៅខ្សែគ្រឿងញៀននៅខាងក្នុងហ្នឹងទៀតចាហើយអញ្ចឹងបានខ្ញុំឃើញទស្សនវិជ្ជានៅក្នុងហ្នឹងវាមិនមែនជាកន្លែងដែលកែប្រែទេសកម្មជនដីធ្លីរូបនេះឲ្យដឹងទៀតថាតែ
គាត់បានធូរស្បើយនៅពេលដែលគាត់ត្រូវបានផ្លាស់មកឃុំនៅពន្ធនាគារពេស៊ីក្នុងស្នងការនគរបាលរាជធានីភ្នំពេញព្រោះនៅទីនោះមិនសូវចង្អៀតនិងមានទឹកស្អាតប្រើប្រាស់នាយកនាយិកានាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃលោកគួយប៊ុនសនមានប្រសាសន៍យ៉ាងខ្លីថាកាលពីមុនពន្ធនាគារព្រៃសរពិតជាចង្អៀតណែនមែនតែនៅឆ្នាំ2013នេះខាងពន្ធនាគារបានពង្រីកបន្ទប់បន្ថែមទៀតជិត200បន្ទប់មន្ត្រីទំនាក់ទំនងពន្ធនាគាររបស់អង្គការលីកាដូកញ្ញាង៉ែតសុគន្ធមានប្រសាសន៍ថាក្នុងពន្ធនាគារព្រៃសរមានអ្នកទោសជិត700នាក់កំពុងជាប់ឃុំខ្លួនគិតត្រឹមខែតុលាក្នុងនោះមានទាំងអ្នកទោសកម្រិតស្រាលជនសង្ស័យនិងអ្នកដែលឃុំខ្លួនដោយមិនទាន់ចេញសារដីកាឬដីកាជាស្ថាពរមានចំនួនច្រើនដែលធ្វើឲ្យពន្ធនាគារបន្តចង្អៀតកញ្ញាថារហូតមកដល់ពេលនេះពន្ធនាគារពេស៊ីដែលធ្លាប់តែទូលាយក៏ក្លាយជាចង្អៀតណែនដែរធ្វើឲ្យអ្នកជាប់ឃុំមានសុខភាពមិនសូវល្អខណៈពេទ្យមានតិចតួចមិនអាចបំពេញតម្រូវការអ្នកទោសដ៏ច្រើននេះគាត់មានខ្យល់អាកាសអីចឹងចូលបានគ្រប់គ្រាន់ទេចឹងធ្វើឲ្យប៉ះពាល់នឹងការដកដង្ហើមហើយមិនធំប៉ុណ្ណឹងនៅពេលដែលហប់អីចឹងទៅគាត់អាចធ្វើឲ្យកើតលំមាស់កើតអីផ្សេងហើយក៏មានរីករូសអីចឹងអ្នកស្រីយ៉ាវបុប្ផាត្រូវបានសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ3ឆ្នាំនិងពិន័យជាប្រាក់សរុប60លានរៀលចោទពីបទប្រើហិង្សាដោយចេតនាវាយអ្នករត់ម៉ូតូ12នាក់ឲ្យរងរបួសការផ្តន្ទាទោសអ្នកស្រីយ៉ាវបុប្ផាធ្វើឡើងបន្ទាប់ពីគាត់ចេញមុខដឹកនាំសហគមន៍ស្វែងរកអន្តរាគមន៍គ្រប់ទិសទីដើម្បីដោះលែងតំណាងរបស់គាត់នៅតំបន់បឹងកក់ចំនួន15នាក់ដែលអាជ្ញាធរចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី22ខែឧសភាឆ្នាំ2012ក្នុងរឿងដីធ្លីក្រោយមកសាលាឧទ្ធរណ៍បដូរបទចោទអ្នកស្រីទៅជាបទផ្ដួចផ្ដើមឲ្យមានហិង្សាវិញក្រោយពីរកមិនឃើញកំហុសនិងសម្រេចឲ្យទទួលទោស2ឆ្នាំដោយព្យួរទោស1ឆ្នាំនិងពិន័យជាប្រាក់20លានរៀលប៉ុន្តែអ្នកសង្កេតការណ៍ផ្នែកសិទ្ធិមនុស្សអះអាងថាការកាត់ទោសនោះគ្រាន់តែចង់បំបាក់ស្មារតីសកម្មជនដីធ្លី445ថ្ងៃកន្លងផុតទៅទើបតុលាការកំពូលសម្រេចឲ្យអ្នកស្រីយ៉ាវបុប្ផានៅក្រៅឃុំបណ្ដោះអាសន្នដោយសាររកឃើញថាការផ្តន្ទាទោសរបស់សាលាឧទ្ធរណ៍នៅមានភាពខ្វះចន្លោះនិងបំវល់សំណុំរឿងនេះឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតឡើងវិញមានថ្ងៃណាមួយខ្ញុំនឹងទទួលបានភាពយុត្តិធម៌មិនខានយ៉ាងនេះក្តីម្ដាយរបស់អ្នកស្រីយ៉ាវបុប្ផាអ្នកស្រីសបោសុតវ័យ60ឆ្នាំមានប្រសាសន៍ថាការចាប់កូនស្រីរបស់គាត់ពិតជាអយុត្តិធម៌បំផុតព្រោះកូនរបស់គាត់ជាមនុស្សស្រីទន់ខ្សោយមិនអាចទៅវាយធ្វើបាបគេបាននោះទេអ្នកស្រីថាគាត់នៅតែព្រួយបារម្ភព្រោះខ្លាចករណីកូនស្រីរបស់គាត់ដោយករណីបូនសំណាងនិងសុកសំអឿនខ្ញុំកំពុងតែព្រួយបារម្ភពេលនេះតុលាការដែលមិនទាន់បានលើកលែងទោសកូនស្រីខ្ញុំនេះឲ្យទៅតុលាការទោសខ្ញុំកំពុងតែព្រួយបារម្ភដូចបនសំណាងនោះទៀតគាត់តុលាការកំពូលគាត់ចាប់លើកលែងហើយគាត់ឲ្យទៅអូតូវិញហើយក៏មាននេះអីគេចាប់យកទៅដាក់ពន្ធនាគារវិញបើទោះជាសុខភាពមិនទាន់ល្អប្រសើរដូចមុនក្តីអ្នកស្រីយ៉ាវបុប្ផាបានប្រកាសថាគាត់មានថ្ងៃនេះដោយសារសហគមន៍ជាតិអន្តរជាតិនិងប្រជាសហគមន៍ជួយគាត់ដូច្នេះគាត់នឹងបន្តសកម្មភាពចេញមុខជួយតវ៉ាប្រជាពលរដ្ឋដែលរងការរំលោភបំពានដីធ្លីនៅទូទាំងប្រទេសបន្តទៀតនាងខ្ញុំថុលស្រីលក្ខ VOD ភ្នំពេញ